បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ CH Auto នៅខាងមុខបងប្អូននេះគឺជារថយន្ត Toyota Camry ស៊េរីឆ្នាំ2007ក៏ដូចជាប្រភេទរថយន្ត XLE Full Option ដែលពុកម៉ែបងប្អូនទាំងអស់គ្នាមានតម្រូវការច្រើនមែនតើគឺខាងបងប្អូនឲ្យតែកាត់មកម្ដងគឺនៅអត់បានដល់មួយអាទិត្យទេបាទគឺដឹងតែខាងបងប្អូនយើងគាត់មកកាត់យកទៅប្រើប្រាស់ហើយបាទហើយមករយៈមុននេះគឺអត់មានទេបាទបងប្អូនគឺស្វែងរកទិញមកអត់បានតែម្ដងដោយសារតែប្រភេទរថយន្តអេតាឡានថ្មីបែបនេះគឺពិបាករកមែនតើបងប្អូនទាំងអស់គ្នាបាទនេះគឺខាងបងប្អូនកាត់បានមួយគ្រឿងទៀតហើយក៏ជាប្រភេទមេឡានដែរដោយបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងបាទគឺទឹកថ្នាំគឺនៅថ្មីសឹងតែមកចុំឲ្យបងប្អូនទាំងអស់គ្នាហើយទឹកថ្នាំគឺអត់មានស្លោកកន្លែងណាទេបងប្អូនគ្នាគឺអាចមើលនៅក្នុងវីដេអូនឹងបានគឺស្មើថេងតែម្ដងទាំងស្កុតកែមកង់អីគឺនៅ original ទាំងអស់ហើយរថយន្តនេះគឺលេងឲ្យបងប្អូនទាំងអស់គ្នាតោះឥឡូវចង់ដឹងថារថយន្តនេះនៅថ្មីកម្រិតណាឥឡូវយើងក៏លេចមកមើលប្លុកម៉ាស៊ីនជាមុនសិនបាទសូមអញ្ជើញបងប្អូនទាំងអស់គ្នាតោះបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានកលេចមើលផ្នែកខាងក្រៅមកចុំហើយឥឡូវយើងកលេចមកមើលប្លុកម៉ាស៊ីនវិញម្ដងមើលបាទនេះគឺជាសាច់ដៃប្លុកម៉ាស៊ីននៃរថយន្ត Toyota Camry ឆ្នាំ2007នេះបាទបើរាប់ចាប់ពីឆ្នាំ2007មកសាច់ដែកនៃប្លុកម៉ាស៊ីនខាងមុខបងប្អូននេះគឺសឹងតែមិនគួរឲ្យជឿបងប្អូនទាំងអស់គ្នាប្លុកម៉ាស៊ីនដែលប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយបាទប៉ុន្តែសាច់ដែកនៃប្លុកម៉ាស៊ីននេះគឺអត់តន់ច្រេះក៏ដូចជាអត់តន់ឡោកសាច់ដែកដែលប្រែសម្បុរទឹកថ្នាំទៅណាទេបងប្អូនទាំងអស់គ្នាដូចឃើញជាក់ស្ដែងអញ្ចឹងបាទទឹកថ្នាំពណ៌សនៅប្លុកម៉ាស៊ីនដែលរងនៅកម្ដៅច្រើនមែនតើបើសិនជារថយន្តនេះប្រើប្រាស់នើយបងប្អូនអ្នកគ្នាប៉ុន្តែសាច់ដែកនៃប្លុកម៉ាស៊ីននេះក៏អត់ទាន់ហើរពណ៌ទៅណាទេបាទនេះខាងបងប្អូនយកមកគឺគ្រាន់តែលាងសម្អាតអីទឹកសាប៊ូធម្មតាទេបងប្អូនអ្នកគ្នាគឺឃើញសាច់ដែកគឺនៅថ្មីមែនតើដោយដែលបងប្អូនអ្នកគ្នាបានឃើញជាក់ស្ដែងអញ្ចឹងបាទមានន័យថារថយន្តនេះគឺប្រើប្រាស់តិចមែនតើដែលបងប្អូនអ្នកគ្នាយកទៅប្រើប្រាស់បន្តគឺមានទំនុកចិត្តមែនតើបាទជាក់ស្ដែងគឺបងប្អូនអ្នកគ្នាអាចមើលទៅលើសាច់ធ្នែនៅតាមសាច់ដែកនៅកន្លែងធ្នឹមនៃរថយន្តនេះបាទគឺធ្នែគឺនៅទាំងអស់ original ពីក្រុមហ៊ុនតែម្ដងបងប្អូនអ្នកគ្នាគឺសាច់ដែកនៅថ្មីមែនតើរថយន្តនេះបើសិនជាបងប្អូនអ្នកគ្នាបានមកមើលនៅទីតាំងបងប្អូនផ្ទាល់បងប្អូនអ្នកគ្នាគឺប្រកាសជាដកចិត្តអត់រួចទេសម្រាប់បងដែលគាត់តម្រូវការស្វែងរករថយន្ត Toyota Camry ស៊េរីពពួកឆ្នាំ2007នេះបងប្អូនអ្នកគ្នាបាទគឺខាងបងប្អូនធានាជូនទៅកាន់អតិថិជនក៏ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាថារថយន្តនេះគឺអត់មានបុកប៉ះអីទេបងប្អូនអ្នកគ្នាប្រវត្តិរថយន្តនេះគឺនៅមូលល្អមែនតើបាទតោះបងប្អូនអ្នកគ្នាកុំឲ្យខាតពេលយូរឥឡូវយើងកលេចមកមើលផ្នែកខាងក្នុងវិញម្ដងថាតើផ្នែកខាងក្នុងនេះម្ចាស់ពីមុនគាត់ថែទាំបាននៅថ្មីកម្រិតណាបាទបងប្អូនអ្នកគ្នានេះគឺជាផ្នែកខាងក្នុងនៅពេលដែលយើងបើកទ្វារមកបាទគឺយើងចាប់អារម្មណ៍ទៅលើដៃទ្វារផ្នែកជញ្ជាំងគឺអត់ទាន់មានបាក់បាយទេបងប្អូនអ្នកគ្នាបាទរីឯផ្នែកខាងក្នុងវិញទាំងតាបឡូដោយដែលបងប្អូនអ្នកគ្នាបានឃើញជាក់ស្ដែងអញ្ចឹងបាទតាបឡូនេះគឺនៅថ្មីមែនតើអត់ទាន់មានបាក់បែករហែកអីទេបងប្អូនអ្នកគ្នាហើយថែមទាំងដៃចង្កូតក៏ដូចជាដៃចង្កឹះលេខអីក៏នៅថ្មីដែររីឯស្បែកពុកវិញគឺជាស្បែកពុកដែល original ពីម្ចាស់ដើមផ្ទាល់តែម្ដងខាងបងប្អូនយកមកដល់គឺគ្រាន់តែលាងសម្អាតបោកសម្អាតធម្មតាទេបងប្អូនអ្នកគ្នាបាទគឺស្បែកពុកក៏នៅ original ថ្មីអញ្ចឹងបាទរថយន្តនេះគឺជាប្រភេទរថយន្ត full option អញ្ចឹងហើយគឺមានបើកដំបូលបងប្អូនអ្នកគ្នារីឯផ្នែកខាងក្រោយវិញគឺនៅថ្មីមែនតើបាទផ្នែកខាងក្រោយនេះក៏នៅថ្មីដែរអត់ទាន់មានប្រឡាក់អត់ទាន់មានរហែកអីទេស្បែកពុកហើយចំណែកឯ space គឺមានធំទូលាយមែនតើផ្នែកខាងក្រោយនេះអាចដាក់សមាជិកគ្រួសារបានរហូតដល់3នាក់អីទៀតបងប្អូនអ្នកគ្នាបាទហើយស្បែកពុកគឺស្រួលអង្គុយមែនតើប្រភេទរថយន្តនេះគឺជាប្រភេទរថយន្ត full option អញ្ចឹងហើយគឺមាន function ជាច្រើនដែលមានអត្ថប្រយោជន៍ទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានតម្រូវការយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបាទចំណុចពិសេសទី1នៃរថយន្តនេះគឺមានដំបូលបើកបងប្អូនអ្នកគ្នាដែលដំបូលបើកអូតូនេះគឺមានលក្ខណៈពិសេសមែនតើសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានតម្រូវការស្វែងរករថយន្តបើកដំបូលដែលពួកគាត់ឧស្សាហ៍មាន trip ក៏ដូចជាដំណើរកម្សាន្តទៅតាមខេត្តនានាដែលមានទេសភាពស្អាតបងប្អូនអ្នកគ្នាគឺពិសេសមែនតើហើយក៏ជារថយន្តមួយដែលលក់ដាច់មែនតើហើយក៏មានតម្រូវការច្រើនសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារចំណុចពិសេសទី2នៃរថយន្តនេះគឺការបំពាក់ធម្មការនៅតាមដៃចង្កឹះលេខក៏ដូចជានៅតាមដៃជញ្ជាំងទ្វារទាំងសងខាងនៃរថយន្តនេះបាទគឺជារចនាបថមួយដែលមានបំពាក់នៅលើតែប្រភេទរថយន្ត Toyota Camry ឆ្នាំ2007ដែលជា option full នេះតែប៉ុណ្ណោះបាទគឺស្រស់ស្អាតមែនតើបាទចំណុចពិសេសមួយទៀតនោះគឺតាក់ទងទៅនឹង speaker នៃឡានមួយហ្នឹងបងប្អូនអ្នកគ្នាបាទ
រថយន្ត full option គឺមានបំពាក់ speaker ជាមួយនឹង speaker JBL បាទដែលបងប្អូនគ្នាបានដឹងហើយ speaker JBL គឺបាសវាគឺបុកខ្លាំងមែនតើបងប្អូនគ្នាបាទបងប្អូនគ្នាអាចមក test sound speaker របស់រថយន្តនេះបានបាទ speaker គឺពិរោះមែនតើបាទចំណុចពិសេសនៃរថយន្តនេះគឺមិនទាន់អស់ទេពុកម៉ែបងប្អូនគ្នាចំណុច function នៃម៉ាស៊ីនត្រជាក់ខាងក្រោយនេះបាទគឺមានបំពាក់ទៅលើតែប្រភេទរថយន្ត full option តែប៉ុណ្ណោះបាទម៉ាស៊ីនត្រជាក់នៅខាងក្រោយនេះគឺត្រជាក់មែនតើអញ្ចឹងហើយគឺចរន្តខ្យល់ត្រជាក់ទាំងខាងមុខទាំងខាងក្រោយគឺត្រជាក់ខ្លាំងមែនតើគឺល្អសម្រាប់រដូវខែក្តៅពុកម៉ែបងប្អូនគ្នាបាទម៉ាស៊ីនត្រជាក់នេះគឺអត់ចាញ់កម្ដៅថ្ងៃទេពុកម៉ែបងប្អូនគ្នាគឺខាងប្អូនបានតេស្តរួចហើយអញ្ចឹងពុកម៉ែបងប្អូនគ្នាអាចមកតេស្ត function ដែលប្អូនបានរាយរាប់ពីដើមមកមិញណាបងប្អូនគ្នាអាចមកតេស្តសាកល្បងនៅទីតាំងប្អូនផ្ទាល់បានបាទដើម្បីឲ្យច្បាស់ក៏ដូចជាមានទំនុកចិត្តទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយបងប្អូនគ្នាបានឃើញអញ្ចឹងបាទគឺសាច់ពុកក៏ដូចជាសាច់ស្បែកតាមជញ្ជាំងក៏ដូចជាខាងលើអីគឺនៅថ្មីមែនតើអត់ទាន់មានរហែកត្រង់ណាទេបាទផ្នែកខាងក្នុងនៃរថយន្តនេះគឺនៅថ្មីមែនតើបាទដែលនៅពេលដែលខាងប្អូនកាត់មកដំបងគឺខាងប្អូនសរសើរមែនតើទៅកាន់ម្ចាស់ពីមុនរបស់រថយន្តមួយហ្នឹងបាទគឺសរសើរត្រង់ថាម្ចាស់ពីមុនហ្នឹងគឺគាត់រក្សារថយន្តនេះគឺនៅបានថ្មីមែនតើដែលជាក់ស្ដែងយើងដឹងស្រាប់ហើយបាទឆ្នាំផលិតនៃរថយន្តនេះគឺឆ្នាំ2007អញ្ចឹងការប្រើប្រាស់គឺច្រើនឆ្នាំមែនតើប៉ុន្តែការថែទាំរបស់ម្ចាស់ពីមុនហ្នឹងគឺគាត់ថែទាំបានល្អបាទរថយន្តនេះគឺនៅថ្មីមែនតើជាក់ស្ដែងដូចយើងបានឃើញនៅក្នុងវីដេអូដែលបងប្អូនបានថតអញ្ចឹងបាទអញ្ចឹងហើយគឺពុកម៉ែបងប្អូនគ្នាអាចពិចារណាយករថយន្តនេះទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបានបាទជាក់ស្ដែងដូចឃើញនៅខាងមុខវីដេអូហ្នឹងចឹងបាទគឺលេខកូដនៅតាមកញ្ចក់គឺនៅមួយជុំសម្រាប់លេខកូដតាមកញ្ចក់ដៃទ្វារពុកម៉ែបងប្អូនគ្នាគឺរថយន្តនេះគឺជាប្រភេទរថយន្តដែលអេតាសំណុំមែនតើដែល100គ្រឿងអីដូចបងនិយាយដដែលចឹងបាទគឺ100គ្រឿងអីគឺមានតែមួយគ្រឿងទេកម្រណាស់បាទដែលរថយន្តមានលេខកូដនៅតាមកញ្ចក់នៅសល់បងប្អូនគ្នាមានន័យថារថយន្តនេះគឺនៅសំណុំអត់ធ្លាប់បុកប៉ះអត់ធ្លាប់ដូរទ្វារអីទេពុកម៉ែបងប្អូនគ្នាបាទលេខកូដកញ្ចក់គឺនៅមួយជុំតែម្ដងបងប្អូនគ្នាអាចមកពិនិត្យនៅខាង CX Auto ផ្ទាល់បានបាទតោះពុកម៉ែបងប្អូនគ្នាឥឡូវយើងបង្វែរអារម្មណ៍មកមើលផ្នែកខាងក្រោយវិញម្ដងបន្ទាប់ពីយើងបានពិនិត្យផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្នុងអស់ហើយបាទជាក់ស្ដែងផ្នែកអេតាផ្នែកតាគៀកនៃរថយន្តនេះបាទសាច់ដែកគឺនៅថ្នេ original ពីក្រុមហ៊ុនទាំងអស់ហើយក៏អត់តមានបុកប៉ះអត់តអីដែរបងប្អូនគ្នាបាទគឺនៅសំណុំមែនតើបាទឥឡូវយើងកលែកមកមើលសាច់ដែកនៃប្លុកផ្នែកគូតខាងក្រោយនេះវិញម្ដងបាទសាច់ដែកប្លុកគូតខាងក្រោយនេះគឺមិនចាញ់ផ្នែកប្លុកម៉ាស៊ីនខាងមុខទេពុកម៉ែបងប្អូនគ្នាបាទគឺទាំងសាច់ថ្នេនៃសាច់ដែកអីគឺនៅ original ពីក្រុមហ៊ុនទាំងអស់ឥឡូវយើងអាចមើលជាក់ស្ដែងនៅតាមវីដេអូនឹងបានបាទហើយបើយើងកលែកមកមើលផ្នែកសាច់កាវផ្នែកខាងក្រោយនេះវិញគឺជាកាវ original ទាំងអស់គឺអត់តមានបាត់មកស្ទាប់ណាទេបាទឥឡូវបងប្អូនគ្នាអាចពិនិត្យមើលបានអញ្ចឹងគឺរថយន្តនេះគឺអត់ធ្លាប់ដាក់ហ្គាសពីមុនទេណាបងប្អូនគ្នាបើសិនជាដាក់ហ្គាសវិញសាច់កាវដែលនៅផ្នែកកណ្ដាលហ្នឹងគឺវារលាយអស់ហើយដោយសារតែសម្ពាធកម្ដៅនៃធុងហ្គាសពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងវីដេអូការបង្ហាញពីរថយន្តនៅខាង CX Auto នេះគឺថតច្បាស់ទាំងអស់គឺអត់មានលាក់លៀមកន្លែងណាទេបាទពេលវេលាពុកម៉ែបងប្អូនគ្នាដែលមកមើលរថយន្តពិនិត្យនៅខាងប្អូនផ្ទាល់គឺមានតម្លៃមែនតើអញ្ចឹងហើយគឺខាងប្អូនថតច្បាស់នៅតាមវីដេអូបង្ហាញអញ្ចឹងដើម្បីកុំឲ្យពុកម៉ែបងប្អូនគ្នាមកមើលគឺខាតពេលពុកម៉ែបងប្អូនគ្នាបាទឥឡូវយើងបានកលែកមកមើលផ្នែកខាងក្រោយនេះគឺសពជ្រុងជ្រោយអស់ហើយបាទតោះបងប្អូនគ្នាកុំឲ្យខាតពេលយូរឥឡូវយើងកលែកមកមើលផ្នែកខាងក្រៅមកជុំវិញម្ដងថាទឹកថ្នាំហ្នឹងគឺមិនដែរបាទតោះពុកម៉ែបងប្អូនគ្នាឥឡូវយើងកលែកមកមើលផ្នែកទឹកថ្នាំមួយជុំនៃរថយន្តនេះវិញម្ដងជាក់ស្ដែងសាច់ទឹកថ្នាំមួយជុំនៃរថយន្តនេះគឺអត់មានចលីអត់ទាន់មានបដូរពណ៌កន្លែងណាទេបាទអត់ទាន់មានចលីពណ៌កន្លែងណាទេអីដែលកាន់តែពិសេសដែលយើងអាចបញ្ជាក់បាននោះបាទគឺស្កុតកែមកង់នៃរថយន្តនេះតែម្ដងបាទស្កុតកែមកង់នេះគឺជាស្កុត original ដែលយើងអាចធ្វើដូចបានទេបាទស្កុត original គឺបែបហ្នឹងអញ្ចឹងហើយគឺបញ្ជាក់បានថាសាច់ទឹកថ្នាំនៃរថយន្តនេះមួយជុំគឺអត់ទាន់មានធ្លាប់បាញ់អីពីមុនមកទេបាទគឺសាច់ទឹកថ្នាំគឺនៅស្អាតមែនតើហើយជាក់ស្ដែងមួយវិញទៀតនោះគឺសម្បកកង់គឺនៅថ្មីទាំង4គ្រាប់តែម្ដងដែលពុកម៉ែបងប្អូនគ្នាយកទៅប្រើប្រាស់គឺអត់ចាំបាច់ខាតលុយនៅក្នុងការផ្លាស់ប្ដូរសម្បកកង់ទៀតទេបាទសម្បកកង់នេះគឺខាងប្អូនបានផ្លាស់ប្ដូររួចហើយអញ្ចឹងពុកម៉ែបងប្អូនគ្នាយកទៅប្រើប្រាស់គឺរយៈពេល5ឆ្នាំទៀតក៏សម្បកកង់នេះអត់ទាន់ទៅណាដែរបាទឥឡូវយើងថតចិត្តដើម្បីឲ្យពុកម៉ែបងប្អូនគ្នាស្រួលមើលអំពីទឹកថ្នាំក៏ដូចជាសម្បកកង់ទាំង4គ្រាប់ពុកម៉ែបងប្អូនគ្នាបាទសាច់ទឹកថ្នាំគឺអត់តមានចលៀសត្រង់ណាទេបាទជាក់ស្ដែងគឺស្កុតកែមកង់ខាងនេះក៏នៅ original ដែរបាទ
ហើយបូកផ្សំជាមួយនឹងលេខកូដកញ្ចក់មួយជុំដែលខាងបងប្អូនបានបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាមុនហ្នឹងអញ្ចឹងបាទលេខកូដមួយជុំតែម្ដងគឺនៅ original អញ្ចឹងហើយអាចបញ្ជាក់បានថារថយន្តនេះមួយជុំទឹកថ្នាំគឺអត់ទាន់មានធ្លាប់បាញ់ពីមុនទេបាទអញ្ចឹងរស់រានឡើងពុកម៉ែបងប្អូនទាំងគ្នាបាទតម្រូវការរថយន្ត Toyota Camry 07នេះគឺមានពុកម៉ែបងប្អូនទាំងគ្នាជាច្រើនដែលគាត់ស្វែងរកហើយគាត់មានតម្រូវការជាច្រើនមែនតើអញ្ចឹងហើយបងប្អូនទាំងគ្នាដែលមកមើលមុនគឺបានរថយន្តនេះមុនហើយបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាដែលមានតម្រូវការទៅលើរថយន្ត Toyota Camry ឆ្នាំ2007ដែលជាប្រភេទរថយន្ត full option XLE full នេះបាទពុកម៉ែបងប្អូនទាំងគ្នាអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែខាងលើដែលបងប្អូនបានដាក់នៅលើ caption នៃ post ហ្នឹងបាទសម្រាប់បងប្អូនទាំងគ្នាដែលមានចម្ងល់បន្ថែមសាកសួរទៅលើរថយន្តខាងលើនេះបាទបងប្អូនទាំងគ្នាអាចធ្វើការ inbox សាកសួរបន្ថែមនៅក្នុង page ដែលខាងបងប្អូននឹងធ្វើការឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាឲ្យលឿនតាមដែលអាចធ្វើទៅបានហើយជាចុងក្រោយតាក់ទងនឹងការបង់រំលោះសម្រាប់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការចង់បង់រំលោះគឺខាងបងប្អូនមានដៃគូសហការសម្រាប់ការបង់រំលោះបាទដោយបងប្អូនទាំងគ្នាមានទឹកប្រាក់ចូលរួមត្រឹមតែ 5% មុនតែប៉ុណ្ណោះបងប្អូនទាំងគ្នាអាចយករថយន្តនេះទៅប្រើប្រាស់បានបាទជាចុងក្រោយសូមអរគុណមែនទែនសម្រាប់បងប្អូនទាំងគ្នាដែលតាមដានវីដេអូនៃការបង្ហាញអំពីរថយន្តខាងលើនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ